បាទគណៈពេលនេះខ្ញុំបាទសូមគោរពអនុញ្ញាតជម្រាបសួរបងប្អូនទាំងអស់គ្នាដែលកំពុងតាមដានទស្សនា Channel របស់ខ្ញុំបាទថ្ងៃនេះខ្ញុំបាទនាំបងប្អូនទៅតាមដានព័ត៌មានជាតិមួយដែលព័ត៌មាននេះទាក់ទងទៅនឹងភេសជ្ជៈជូបកាហ្វេអបអរសាទរការបើកសម្ពោធសាខាទី61នៅសួនព្រះរាជដំណាក់អង្គរនេះបងប្អូននេះគឺជាអ្នកដែលទៅគ្រប់គ្រងនៅជូបកាហ្វេសាខាទី61ថ្មីនៅអង្គរបាទកាលពីថ្ងៃទី25ខែមករាឆ្នាំ2026កន្លងទៅថ្មីនេះជូបកាហ្វេបានរៀបចំពិធីបើកសម្ពោធសាខាទី61ជាផ្លូវការនៅជូបកាហ្វេសួនព្រះរាជដំណាក់អង្គរដែលនេះជាសាខាទី2នៅខេត្តសៀមរាបស្ថិតនៅក្នុងអគារមជ្ឈមណ្ឌលព័ត៌មានទេសចរក្នុងបរិវេណដ៏ស្រស់ស្អាតនៃសួនព្រះរាជដំណាក់អង្គរពិធីបើកសម្ពោធនេះបានធ្វើឡើងក្រោមប្រធានបទដំណាក់ក្រយាប្រស្នាអង្គរដែលមានការបំផុសគំនិតពីអត្តសញ្ញាណនិងវប្បធម៌ខ្មែរក្នុងឱកាសដ៏វិសេសវិសាលនេះអតិថិជនមានឱកាសឈ្នះរង្វាន់រហូតដល់ទៅ888រង្វាន់រួមមានដបទឹកបន្តោងសោតុក្កតាអប្សរា sticker និងកាតរូបភាពស្អាតៗជាច្រើនទៀតកម្មវិធីក៏បានរៀបចំនំប្រពៃណីខ្មែរសម្រាប់ភ្ញៀវយ៉ាងពិសេសមានដូចជានំពុម្ពនំចាខ្វៃនិងនំគ្រក់ព្រមទាំងសកម្មភាពកម្សាន្តថតរូប Polaroid និងទស្សទីបែបសបាយៗដែលយកលំនាំតាមបែបប្រពៃណីខ្មែរចាក់គម្ពីរដើម្បីញ៉ាំងបរិយាកាសឲ្យកាន់តែសប្បាយរីករាយហាងត្រូវបានរចនាឡើងដោយរួមបញ្ចូលនៅឥរិយាបថបែបសិល្បៈបុរាណអមដោយការច្នៃប្រឌិតបែបសម័យទំនើបដ៏ស្រស់ស្អាតដែលផ្ដល់នូវបទពិសោធន៍ថ្មីនិងបរិយាកាសដ៏ស្រស់ស្អាតជូនដល់អតិថិជននៅក្នុងកម្មវិធីនេះកញ្ញាស៊ុមនីពេជ្រសហស្ថាបនិកនិងជាអគ្គនាយិការបស់ក្រុមហ៊ុន Soup Cafe បានមានប្រសាសន៍ថា Soup Cafe សាខាសួនព្រះរាជដំណាក់អង្គរត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់សិល្បៈវប្បធម៌សិល្បៈហត្ថកម្មនិងគំនិតច្នៃប្រឌិតរបស់កូនខ្មែរព្រមទាំងគាំទ្រវិស័យទេសចរណ៍ក្នុងស្រុកផងដែរកញ្ញាបានបន្ថែមទៀតថារចនាបថខាងក្នុងហាងមានការបំផុសគំនិតពីរចនាបថទម្រង់ផ្ថែវនៃប្រាសាទអង្គរវត្តដែលមានជួរជញ្ជាំងប្រដេញគ្នាដ៏ប្លែកភ្នែកហើយពួកយើងក៏បានរក្សាទុកទម្រង់ដើមនៃស្ថាបត្យកម្មខ្មែររបស់អគារមជ្ឈមណ្ឌលព័ត៌មានទេសចរផងដែរដោយពួកយើងបានបន្ថែមសោភ័ណភាពខាងក្នុងហាងជាមួយនឹងផ្ដៅខ្មែរធ្វើឡើងដោយសិល្បកម្មក្នុងស្រុកនិងគំនូរសូត្រប្រមុខ4ដែលត្រូវបានដកស្រង់ពីចម្លាក់ថ្មប្រាសាទបាយ័នលទ្ធផលគឺជាការរួមបញ្ចូលគ្នាយ៉ាងស្រស់ស្អាតរវាងប្រពៃណីនិងរចនាបថទំនើបដែលបង្កើតជាបរិយាកាសដ៏ស្រស់ស្រាយស័ក្តិសមសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកសម្រាកជួបជុំនិងរីករាយជាមួយការកាហ្វេដ៏ឈ្ងុយឆ្ងាញ់បច្ចុប្បន្ននេះ Soup Cafe ដែលជាម៉ាកយីហោខ្មែរបានពង្រីកសាខារបស់ខ្លួនទៅកាន់10ខេត្តក្រុងរួមមានភ្នំពេញកណ្ដាលសៀមរាបកំពតបាត់ដំបងព្រះសីហនុប៉ោយប៉ែតកោះកុងបាវិតនិងកំពង់ស្ពឺជាមួយការរីកចម្រើនដ៏ឆាប់រហ័ស Soup Cafe មានទំនុកចិត្តក្នុងការបន្តពង្រីកសាខារបស់ខ្លួនឈានដល់100សាខាក្នុងឆ្នាំ2026នេះហើយដំណើរការរីកចម្រើនដ៏រឹងមាំនេះនឹងជំរុញឲ្យ Soup Cafe ក្លាយជាម៉ាកយីហោឈានមុខគេក្នុងវិស័យអាហារនិងភេសជ្ជៈនៅប្រទេសកម្ពុជានៅពេលឆាប់ខាងមុខនេះការរីកចម្រើនរបស់ Soup Cafe គឺផ្ដើមចេញពីការបដិញ្ញាចិត្តចំពោះគុណភាពនិងអត្តសញ្ញាណក្នុងស្រុកភេសជ្ជៈលក់ដាច់បំផុតនិងជាពិសេសប្រចាំហាងកាហ្វេថ្នល់គឺជារសជាតិរបស់ប្រជាជនកម្ពុជា
មិនតែប៉ុណ្ណោះនៅគ្រប់សាខាទាំងអស់ Chup Cafe បន្តផ្ដល់នូវគុណភាពរសជាតិនិងសេវាកម្មដ៏ល្អឥតខ្ចោះស្របតាមពាក្យស្លោករបស់ម៉ាកយីហោមួយនេះរហ័សតម្លៃសមរម្យនិងគុណភាពបងប្អូនណាដែលធ្លាប់ញ៉ាំភេសជ្ជៈនៅហាង Chup Cafe នឹងគឺដឹងរសជាតិថាគុណភាពគឺយ៉ាងណាហើយបងប្អូនណាខ្ញុំធ្លាប់បានសាកខ្លះដែរអញ្ចឹងមានអារម្មណ៍ថាអាចទទួលយកបានគុណភាពនឹងគឺឆ្ងាញ់អញ្ចឹងព័ត៌មាននេះគឺខ្ញុំបានដកស្រង់ចេញពីភ្នំពេញប៉ុស្តិ៍មានតែប្រហែលប៉ុណ្ណេះឯងរាល់ការអានរបស់ខ្ញុំបាទមានការលើកដាក់សម្លេងមិនសមប្រកបយ៉ាងណាមួយឬខុសឆ្គងដោយអក្ខរាវិរុទ្ធយ៉ាងណាមួយសូមបងប្អូនអធិស្ឋានយើងជួបគ្នានៅคลิปវីដេអូបន្តទៀតនៅពេលក្រោយទៀតគណៈពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា